ជារូបភាពដែលអ្នកជំនាញយោធាបានបកស្រាយបង្ហាញដែលយោធាប៉ាគីស្ថានប្រើប្រាស់យន្តហោះ J-10C របស់ចិនបានបាញ់ទៅលើយន្តហោះរបស់ឥណ្ឌាដែលប្រើប្រាស់យន្តហោះ Rafale និងយន្តហោះ Su-30 របស់រុស្ស៊ីបាទទាំងរបស់បារាំងរបស់រុស្ស៊ីទៅបានបាញ់ផ្ទៃនេះបាទប្រព័ន្ធការពារដែនអាកាសហុងឈី9របស់ចិនចាប់សញ្ញាជូនព័ត៌មានទៅឲ្យយន្តហោះស៊ើបការយន្តហោះទទួលសញ្ញាយន្តហោះទទួលសញ្ញានេះផ្ដល់ព័ត៌មានទៅឲ្យយន្តហោះចម្បាំង J-10C ដើម្បីបាញ់នៅកំជ្រួច PL-15 បាទអញ្ចឹងហើយមានប្រសិទ្ធភាពខ្លាំងណាស់ហើយចម្ងាយដែលប្រព័ន្ធការពារដែនអាកាសកំជ្រួចហុងឈី9និងយន្តហោះចាប់សញ្ញានេះគឺថាមានចម្ងាយរហូតដល់300គីឡូម៉ែត្រជុំវិញហើយបាញ់នៅកំជ្រួច PL នេះគឺបានរហូតដល់250គីឡូអញ្ចឹងហើយទោះបីបាញ់គ្រាប់តាណាក៏ដោយក៏អាចចាប់សញ្ញាបានដែរទោះបីបាញ់ចោលក៏ដោយក៏អាចចាប់សញ្ញាយកទៅបានដែរគ្រាន់តែរយៈពេលត្រូវការពេល12វិនាទីប៉ុណ្ណោះគឺអាចកំទេចយន្តហោះបានហើយ